របៀប ping speed internet យើងប្រើកម្មវិធី P2P over អញ្ចឹងយើងបើកកម្មវិធី P2P over មកអានេះ IP ចាស់ឥឡូវខ្ញុំ remove ចោលdelete ដល់អញ្ចឹងមុនដំបូងយើងត្រូវបង្កើតនៅកន្លែង system នេះសិន កន្លែង system setting យកកន្លែងចុចលើការនេះមួយមកហើយកន្លែងនេះខ្ញុំចុចលើ new នេះជាឈ្មោះរបស់យើងឧទាហរណ៍ដាក់ឈ្មោះថាអញ្ចឹងកន្លែងនេះយើង select នៅលើពេលយើង control ពេលយើងអត់ select យើងអត់ select ទៅវាទេវាថាវា control បានតែអត់បាន control រាល់ថ្ងៃអញ្ចឹងពេលយើងឧទាហរណ៍រាល់ម៉ោងរាល់ពេលយើង control វា select ទៅវាមានន័យថាយើង control វារាល់ថ្ងៃទាំងថ្ងៃច័ន្ទហើយចាប់ពីម៉ោងម៉ានដល់ម៉ោងម៉ានអញ្ចឹងពេលយើង select វាអត់បាន control អញ្ចឹងខ្ញុំយក OK អញ្ចឹងយើងត្រូវ select ទាំងអស់បន្តទៀតយើងចូលកន្លែង root ហើយយើងត្រូវបង្កើតវាថ្មីដែរកន្លែងនេះឈ្មោះឧទាហរណ៍ខ្ញុំដាក់ថា UK8.tk ហើយកន្លែងនេះ root យើងយកពី UK8.tk ដែលយើងបានបង្កើតជាមួយនឹងវាមិញហ្នឹងឯងណែហើយកន្លែង speed យើងពេលយើងកំណត់ speed ឧទាហរណ៍យើងកំណត់ speed ឧទាហរណ៍វា maximum វាគឺបានវា low បំផុតហ្នឹងក្រោមបំផុតគឺ10 kilobyte ដល់ចុះតែយើងដាក់10 kilobyte អាក្រោម10ដែរអញ្ចឹងនេះហើយនេះគឺ select ទាំងអស់មកដើម្បី control នៅលើកម្មវិធីរាល់បតិនកម្មវិធីផ្សេងៗហ្នឹង select វានេះយក lock finish បាទដល់ពេលហ្នឹងយើងចុចកន្លែង setting យកកន្លែង advanced option ហើយកន្លែងនេះជាកន្លែងឧទាហរណ៍ថាជា driver ឬក៏ driver network នេះយើង select ទៅវាមកដើម្បីស្ទើរযদিមាន driver wireless យើង select លើ wireless select លើ driver wireless របស់យើងមកវានឹង search រាល់អ្នកដែលប្រើប្រាស់ wireless ទាំងអស់នៅជុំវិញខ្លួនយើងហ្នឹងដែលបានប្រើប្រាស់ internet ហ្នឹងគឺវា search ដើម្បី control អញ្ចឹងអានេះខ្ញុំ select ទៅលើ driver PCI របស់ខ្ញុំ internet របស់ខ្ញុំតោះចុច OK បាទគឺ scan នេះអ្នកដែលប្រើប្រាស់ internet មាន IP address ប៉ុណ្ណេះអញ្ចឹងដើម្បី control វាយើងចុច select លើ IP address OK មកហើយយើង select អានេះរបស់យើងតែយើងយក control របស់យើងក៏វាអត់បញ្ហាដែរព្រោះវា control របស់យើងកើតទេព្រោះយើងជាអ្នក control ទេអញ្ចឹងពេលយើង control ខ្លួនឯងក៏កើតដែរតែអញ្ចឹង select លើ IP address របស់យើងមកIP address OK មក right click លើវាពាក្យថា apply root of submit នេះ right click លើវាតមកទៀតគឺ select root ដែលយើងបានបង្កើតហ្នឹងគឺ UK108.tk បាទតមក start មកវាពេញ speed អ្នកប្រើប្រាស់នេះ speed 1 kilobyte ដល់អញ្ចឹងពេលដែលយើងចង់ stop នេះគឺ stop ឲ្យដំណើរការពេលគេទាញពេលដែលគេប្រើ internet ហ្នឹងគឺយើងបាន control IP ទាំងអស់ហ្នឹងគឺគេប្រើបានតែ10 kilobyte លើសពីហ្នឹងកើតទេបើយើងចង់ stop កន្លែងនេះ